ការអានអត្ថបទគេឲ្យយើង read the article អានអត្ថបទ about អំពី a film ពីកុន adaptation a film adaptation មានន័យថាកុនដែលយកលំនាំតាម film adaptation of a book មានថាកុនដែលយកលំនាំតាមសភៅរឿង did fans prefer the ending តើអ្នកគាំទ្រហ្នឹងគេចូលចិត្តចុងបញ្ចប់ in the book នៅក្នុងសភៅឬមួយក៏ក្នុងចុងបញ្ចប់នៅក្នុងកុនអញ្ចឹងសភៅហ្នឹងគេចេញលក់ហើយគេមើលហើយបន្ទាប់មកបានគេផលិតកុនតាមក្រោយអញ្ចឹងចំពោះអ្នកទស្សនាគេចូលចិត្តមួយណាជាចូលចិត្តរឿងបញ្ចប់នៅក្នុងសភៅឬក៏រឿងបញ្ចប់នៅក្នុងកុនដោយសាររឿងហ្នឹងវាមានលក្ខណៈខុសគ្នានៅចុងកន្ទុយហ្នឹងណាអញ្ចឹងចំណាយពេលអានអាហ្នឹងតិចមកដើម្បីឆ្លើយនឹងចំនួនហ្នឹងហើយបន្ទាប់មកទៀតពេលឆ្លើយហ្នឹងយើងក៏បន្តការអានអត្ថបទហ្នឹងទៅណាម្ដងទៀត and choose ហើយជ្រើសរើសចម្លើយ A B ឬមួយក៏ C នៅតាមក្រោមនេះមកតោះអញ្ចឹងចាប់ដើមអានលោកយាចាប់ដើមអានធ្វើចុះតើមើលទាំងអស់គ្នាmy sister's keeper ជាប្រែថាអ្នកថែរក្សាដល់ទៅពេល sisters ជាកម្មសិទ្ធិណាមានអញ្ចឹងមានថាអ្នកថែរក្សារបស់ប្អូនស្រីរបស់ខ្ញុំ fans of American author អញ្ចឹង fan ជាប្រែថាអ្នកគាំទ្រណាអ្នកគាំទ្រនៃ American author ជាប្រែថានិពន្ធអ្នកនិពន្ធជនជាតិអាមេរិកដែលមានឈ្មោះថា Jodi Picoult who have read ដែលបានអាន her novel ដែលបានអាននៅរឿងប្រឡោមលោករបស់នាងដែលមានចំណងជើងថា My Sister's Keeper get a big surprise អញ្ចឹងគាត់មានការភ្ញាក់ផ្អើលណា get a big surprise when they see the film នៅពេលដែលពួកគេបានឃើញកុនហ្នឹង this is because នេះគឺដោយសារតែ the film រឿងកុនហ្នឹង has a completely different រឿងកុនហ្នឹងគឺវាខុសគ្នាដាច់ហ្មងខុសគ្នាទាំងស្រុងហ្មងណា ending from the book អញ្ចឹងមានថារឿងហ្នឹងគឺអាភាពបញ្ចប់បញ្ចប់របស់វាហ្នឹងគឺថាវាខុសគ្នាទាំងស្រុងជាមួយនឹងសភៅតែម្ដង The novel tells អញ្ចឹងរឿងប្រឡំលោកហ្នឹងបាននិទានថា the story of 13-year-old អញ្ចឹងក្មេងដែលមានអាយុ13ឆ្នាំម្នាក់ឈ្មោះថា Anna Fitzgerald who was born ដែលបានកើតណាដែលបានកើតនឹង to save the life ដែលបានកើតហ្នឹងគឺដើម្បីឲ្យគេជួយជីវិត of her older sister Kat ដើម្បីជួយជីវិតអូនបងស្រីរបស់នាងឈ្មោះថា Kat who is very ill ដែលបងស្រីរបស់គាត់ហ្នឹងគឺមានជំងឺយ៉ាងធ្ងន់ធ្ងរណា very ill ណាគាត់ឈឺយ៉ាងធ្ងន់ធ្ងរ Kat has cancer ចឹង Kat ហ្នឹងគឺគាត់មានជំងឺមួយគេហៅថាជំងឺមហារីកណា cancer ជំងឺមហារីក and Anna goes to hospital ហើយ Anna ហ្នឹងទៅមន្ទីរពេទ្យ many times គឺទៅច្រើនលើកច្រើនសារ to give her sister blood គឺដើម្បីគេថាផ្ដល់ឈាមទៅដល់បងប្អូនស្រីរបស់នាងហ្នឹង and other thing ហើយនឹងរបស់របរផ្សេងទៀត to keep Kate alive ដើម្បីឲ្យ Kate ហ្នឹងគាត់មានជីវិតណារស់រានមានជីវិត however ក៏ប៉ុន្តែ when Anna is 13 ចឹងនៅពេលដែល Anna ដល់វ័យ13ឆ្នាំ she finds out នាងក៏បានដឹងថាណា find out គឺបានដឹងថា Kat ណា Kat ហ្នឹងគឺបងប្អូនស្រីរបស់នាងហ្នឹង needs one of her kidneys គឺត្រូវការកលៀនណា kidney ណាត្រូវការកលៀនរបស់នាងមួយចំហៀង and she decides that ហើយនាងក៏បានសម្រេចចិត្តថា she doesn't want to give it to her នាងមិនចង់គេហៅថាផ្ដល់នៅកលៀនហ្នឹងទៅដល់នាងទេ Anna goes to find
ចឹងអាណាគាត់ក៏បានទៅណាគឺ to find a lawyer គឺទៅបានពឹងពាក់រកមេធាវី to help her ដើម្បីជួយនាងណា to help her fight ដើម្បីប្រយុទ្ធប្រឆាំង her case ប្រយុទ្ធប្រឆាំងមានន័យថាជួយនាងណាដើម្បីប្រយុទ្ធឬក៏ជួយនាងដើម្បីដោះស្រាយរឿងករណីរបស់នាង in court នៅឯតុលាការ at the end of the book ចឹងនៅចុងបញ្ចប់នៃសភៅហ្នឹងគឺថា Anna wins her case Anna គាត់បានឈ្នះរឿងក្តីហ្នឹង so that ដូច្នេះ in the future នៅពេលអនាគត she can make her own decisions ចឹងនាងអាចគេថា make her own decisions អាចធ្វើការសម្រេចចិត្ត about her body បើធ្វើការសម្រេចចិត្តនៅលើរាងកាយរបស់នាងហ្នឹង unfortunately ជាអកុសល unfortunately the same day នៅថ្ងៃដូចគ្នា as she wins the case ចឹងនៅថ្ងៃដូចគ្នានៅថ្ងៃដែលនាងបានឈ្នះរឿងក្តីហ្នឹង she is in her lawyer's car នាងគឺស្ថិតនៅក្នុងរថយន្តរបស់មេធាវីរបស់នាង when they have a serious accident នៅពេលដែលពួកគេនឹងគឺមានគ្រោះថ្នាក់ធ្ងន់ធ្ងរ serious accident មានគ្រោះថ្នាក់ធ្ងន់ធ្ងរ Anna is brand that អញ្ចឹង Anna មេថារាងកាយរបស់នាងគឺចប់ហើយដោយសារគេ brand that គឺខួរក្បាលរបស់នាងគឺលែងដំណើរការហើយណា after the crash បន្ទាប់ពីការបុកនឹងមកបុកគឺសំដៅលើគ្រោះថ្នាក់ចរាចរណ៍បុកឡានហ្នឹងណា after the crash and the lawyer ហើយមេធាវី gives the doctors ហើយមេធាវីហ្នឹងគឺបានផ្ដល់នៅ doctors ផ្ដល់នៅគេហៅថាវិជ្ជបណ្ឌិតណាឬក៏លោកវិជ្ជបណ្ឌិតហ្នឹង permission មានតែផ្ដល់ permission មានតែផ្ដល់ការអនុញ្ញាតដល់វិជ្ជបណ្ឌិតហ្នឹង to use ក្នុងការប្រើប្រាស់ Anna's kidney គឺប្រើប្រាស់កលៀនរបស់អាណាដោយសារតែអាណាហ្នឹងគឺគាត់បានស្លាប់ហើយគូក្បាលគាត់ហ្នឹងគឺបានចប់ហើយណា so in the end ដូច្នេះហើយនៅក្នុងចុងបញ្ចប់ទៅ in the end Anna dies Anna ហ្នឹងគឺបានស្លាប់ហើយ Cat lives Cat គឺនៅរស់វិញអញ្ចឹងមានន័យថា Cat ហ្នឹងគាត់ឈឺធ្ងន់ធ្ងរគាត់ត្រូវការកលៀនមួយរបស់អាណាប៉ុន្តែអាណាហ្នឹងក៏អត់ចង់ឲ្យទេដោយសារតែនាងអត់ចង់ឲ្យកលៀនរបស់នាងទៅCat ទេអញ្ចឹងចៃដន្យអាក្រក់អីក៏បានស្លាប់នៅក្នុងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ទៅអញ្ចឹងដល់ពេលស្លាប់ទៅកលៀនហ្នឹងគឺបានទៅ Cat ហ្នឹងអាដែលអញ្ចឹង Cat ហ្នឹងក៏បានរស់រានមានជីវិតទៅណាគណៈពេលដែលអាណាហ្នឹងក៏បានស្លាប់ទៅឥឡូវយើងមើលរឿងមួយទៀតបន្តគ្នាមក at the end of the film ហើយចំពោះរឿងកុននេះវិញនៅចុងបញ្ចប់នៅរឿងកុននេះវិញ before they know the result អញ្ចឹងមុនពេលដែលពួកគេបានដឹងអំពី result of court case មុនពេលដែលពួកគេបានដឹងពីលទ្ធផលរបស់ករណីនៅតុលាការហ្នឹងណា court case Kate and Anna's brother អញ្ចឹងបងប្អូនប្រុសរបស់ Kate និង Anna នោះឈ្មោះថា Jose tells the family that អញ្ចឹងបានប្រាប់ក្រុមគ្រួសារហ្នឹងថា Kate doesn't want to have អញ្ចឹង Kate ហ្នឹងគឺអត់ចង់គេហៅថា have any more operations អញ្ចឹង Kate ហ្នឹងគឺអត់ចង់ធ្វើការវះកាត់បន្ថែមទៀតទេណា operation ខ្ញុំប្រែថាការវះកាត់អញ្ចឹងអត់ចង់ទទួលការវះកាត់បន្ថែមទៀតទេ Kate dies and then អញ្ចឹង Kate ក៏បានស្លាប់ទៅហើយ then បន្ទាប់មក Anna's lawyer មេធាវីរបស់ Anna ហ្នឹង visits បានទៅលេងណា visit their house បានទៅលេងផ្ទះហ្នឹង to tell Anna ដើម្បីទៅប្រាប់ Anna she has won the case ទៅប្រាប់ Anna ថានាងគឺបានគេឈ្នះក្តីហ្នឹងហើយ so in the film ដូច្នេះនៅក្នុងរឿងកុនវិញ Cat dies and Anna lives អញ្ចឹងរឿងកុនវិញទៅជា Cat អ្នកស្លាប់ហើយ Anna ទៅជាអ្នករស់ធម្មតាវិញ a website អញ្ចឹងគេហទំព័រមួយ asked the people បានសួរមនុស្សម្នា who have read ដែលបានអាន the book សភៅ and seen the film ហើយនឹងបានមើលកុនហ្នឹង to vote ដើម្បីបោះឆ្នោត on the two different endings ដើម្បីបោះឆ្នោតរឿងគេហៅថា
ចុងបញ្ចប់តែមានភាពខុសគ្នាប្លែកគ្នាในเรื่องទាំងពីរហ្នឹង 30% said that 77% said that បាននិយាយថា they hated the new ending ចឹងគឺគេស្អប់គេស្អប់អារឿងដែលថ្មីនេះតែកើតថាហ្វៀមហ្នឹងគឺគេអត់គេស្អប់អាហ្នឹង while 13 គណៈពេល13%ទៀត said they prefer ចឹងវាថា13%គឺគេចូលចិត្តរឿងកុនហ្នឹងto the ending in the book ណាមានថាពួកគេហ្នឹងគឺថាចូលចិត្តអារឿងកុនហ្នឹងជាងរឿងបញ្ចប់នៅក្នុងសភៅគេចូលចិត្តមើលកុនជាងសភៅដោយសារអត្ថន័យរបស់គេហ្នឹងគឺ Cat ហ្នឹងជាអ្នកស្លាប់ហើយអាណាជាអ្នករស់ and 10% ហើយ 10% វិញ said that បាននិយាយថា they enjoy both អញ្ចឹងគេបាននិយាយថាគេចូលចិត្តមើលទាំងពីរហ្នឹង the book and the film ទាំងកុនទាំងសភៅហ្នឹងមើលទាំងពីរហ្នឹងចូលចិត្តទាំងពីរហ្នឹង and that ហើយនោះហើយគឺជា the ending ដែល make no difference to them ហើយនោះហើយគឺមានន័យថាអារឿងហ្នឹងគឺអត់មានចម្លែកអីទេខុសប្លែកទេសម្រាប់ពួកគេទោះជាកុនឬជាសភៅក៏ដូចតែគ្នាហ្នឹងគេមិនខ្វល់ទេសំខាន់គឺគេអត់ខ្វល់អញ្ចឹងនេះជាអត្ថបទដែលយើងបានអានដកស្រង់ចេញពីសភៅរបស់យើងមកអញ្ចឹងត្រឡប់មកវិញយើងមើលសំណួររបស់គេសួរតើdid fans prefer the ending in the book or the film អញ្ចឹងមួយណាចម្លើយតាមត្រូវ book ឬមួយក៏ film book ឬក៏ film ដឹងអត់អេអរេឈប់ចុះកម្មានិយាយអេសំខាន់មានតែពីរឯង book ឬក៏ film សភៅឬកុនគេចូលចិត្តជាងហ្នឹងសភៅឬកុន film ហ៎បាទមើលឡើងវិញម្ដងទៀតមើលគ្រូបកអស់ឲ្យអានឯនេះគេនិយាយថាម៉េច 77% បាននិយាយថាពួកគេស្អប់ the new ending អញ្ចឹង the new ending គេចង់សំដៅលើកុនមែនទេត្រូវអត់គេសំដៅលើរឿងកុនអញ្ចឹង 77% គេស្អប់ហើយបាទ 77% គេស្អប់អាកុនហ្នឹងហើយអញ្ចឹងមានថាចម្លើយត្រឹមត្រូវនោះគឺ the book បានត្រូវអូខេអានអញ្ចឹងអាហ្នឹងគេហៅរៀបការអានអត្ថបទឲ្យយើងស្វែងយល់អញ្ចឹងសភៅដោយសារ 77% គឺគេអត់ចូលចិត្តអា ending នឹងកុនទេឥឡូវយើងបន្តមកផ្នែក B ទី1 Jody Pitco នេះគឺជាណា A B ឬក៏ C បាទត្រឹមត្រូវគាត់គឺជា a writer អ្នកនិពន្ធចំពោះលេខ2 Anna's parent ឪពុកម្ដាយរបស់ Anna had Anna គឺកើត Anna ដោយសារតែអីគេមែនទេអូខេ good B អញ្ចឹងគេមានអាណាដោយសារតែពួកគេហ្នឹងគឺថាចង់ជួយសង្គ្រោះជីវិតរបស់កូនស្រីរបស់គេទី3 dies at the end of the book ណាគេស្លាប់នៅក្នុងរឿងកុនរឿងសភៅអូខេ good A គឺ the healthy sister ចុះណាគេស្លាប់នៅក្នុងចុងរឿងនៃកុន B good the sister who was ill ចុះចុងក្រោយគេទី5 of the people ប្រមាណ% vote បានបោះឆ្នោត didn't think ដែលអត់គិតថា the ending រឿងចុងគឺអត់ចាំបាច់អត់សំខាន់មួយណាអូខេ good C គឺ10%អូខេអញ្ចឹងញ៉ាំបាយនេះគឺត្រឹមត្រូវហើយ